ចាសួស្តីបងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាចឹងថ្ងៃនេះយើងនឹងរៀនមេរៀនថ្មីមួយទៀតដែលទាក់ទងទៅនឹងអាកាសធាតុដែលភាសាអង់គ្លេសហៅថា weather ចាចឹងតាមដានវីដេអូនេះជាមួយអ្នកគ្រូទាំងអស់គ្នាចាចឹងពាក្យទី1នេះគឺ sunny ចា sunny គឺមានន័យថាមានថ្ងៃរះឬក៏មានពន្លឺថ្ងៃគេហៅថា sunny ចា sunny ចាចឹងយើងចូលដល់ពាក្យទី2ចាពាក្យទី2គឺ cloudy ចា cloudy cloudy គឺមានន័យថាមានពពកច្រើនចាមេឃដែលមានពពកច្រើនដេះដាស់ហ្នឹងគេហៅថា cloudy ចា cloudy ក្លឹកអាវ the e cloudy មានន័យថាមានពពកច្រើនចាចឹងយើងចូលមើលពាក្យទី3មើលចាពាក្យទី3គឺមានន័យថា rainy ចា rainy r a n e rainy មានន័យថាមានភ្លៀងធ្លាក់ចាអញ្ចឹងអាកាសធាតុថ្ងៃនេះគឺវាមានភ្លៀងធ្លាក់អញ្ចឹងគេហៅថា rainy ចា r a n e rainy ចាមានចាអញ្ចឹងមានន័យថាមានភ្លៀងធ្លាក់ចាឥឡូវយើងមើលពាក្យបន្តទៀតគឺពាក្យថា windy ចា windy windy w i n windy windy ចឹងមានន័យថាមានខ្យល់បក់ឬក៏ខ្យល់បក់មកហ្នឹងគេហៅថា windy ចាមានខ្យល់បក់ចាម្ដងទៀត w i n windy windy ចាមានន័យថាមានខ្យល់បក់ចាឥឡូវយើងចូលដល់ពាក្យបន្តទៀតគេហៅថា snowy ណា snowy មានន័យថាធ្លាក់ព្រិលឬក៏ព្រិលធ្លាក់ហ្នឹងគេហៅថា snowy យ៉ា snow w e snowy ណា snowy ធ្លាក់ព្រិលចាឥឡូវយើងចូលមើលពាក្យបន្តទៀតគឺ foggy ណា foggy យ៉ា foggy គឺចោះអាប់ចាមេឃដែលមានពពកចោះអាប់មេឃដែលចោះអាប់ហ្នឹងគេហៅថា foggy យ៉ា foggy ចាចោះអាប់ឥឡូវយើងចូលមើលមួយទៀតគឺពាក្យថា hot hot យ៉ាមានន័យថាក្តៅចឹងអាកាសធាតុក្តៅ today is very hot ចាថ្ងៃនេះគឺក្តៅណាស់គឺអាកាសធាតុក្តៅណាស់ចឹងពាក្យថា hot 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 យ៉ាមានន័យថាក្តៅចាឥឡូវយើងមើលពាក្យចុងក្រោយគឺពាក្យថា cold cold ចឹងមានន័យថាត្រជាក់ឬក៏រងាចា cold ត្រជាក់ឬក៏រងា cold cold យ៉ា cold រងាឬក៏ត្រជាក់ចាឥឡូវយើងបានរៀនពាក្យដែលតាក់ទងទៅនឹងអាកាសធាតុហ្នឹងបាញ់ហើយអញ្ចឹងយើងនឹងរៀនឃ្លាប្រយោគដែលតាក់ទងទៅនឹងតាក់ទងទៅនឹងសួរអំពីអាកាសធាតុណា How's the weather today how's the weather today តើថ្ងៃនេះអាកាសធាតុយ៉ាងម៉េចដែរពេលយើងឆ្លើយមកវិញយើងត្រូវប្រើពាក្យ it យើងប្រើសព្វនាមប្រធាននៅខាងមុខ it ហ្នឹងមានន័យថាសព្វនាមប្រធានជាង it ស្បៀស s apostrophe s អានេះគេហៅថា apostrophe s ហ្នឹងគឺមានន័យថា it is វាស្មើនឹង it is តែអ្នកគ្រូទៅសេកាត់ is ឬក៏ it is sunny អ្នកគ្រូអានពេញ it is sunny ចាវាមានថ្ងៃរះឬក៏វាមានពន្លឺថ្ងៃល្អណាស់ថ្ងៃនេះគេសួរថា how's the weather today យើងអាចឆ្លើយមកប្រយោគទៀតដែលថា is rainy ឬក៏ it is rainy ចាមានន័យថាវាមានភ្លៀងធ្លាក់ថ្ងៃនេះ it's rainy ឬក៏ it is rainy ឥឡូវយើងចង់ឆ្លើយបែបម៉េចទៀតឆ្លើយថា is hot ឬក៏ it is hot it is hot ចាអញ្ចឹងវាគឺក្តៅ
ចាវាគឺក្តៅគឺមានអាកាសធាតុក្តៅថ្ងៃនេះចាអញ្ចឹងប្រយោគដែលគេសួរតាក់ទងទៅនឹងអាកាសធាតុគឺគេត្រូវសួរថា how's the weather today សួរអំពីអាកាសធាតុតើថ្ងៃនេះអាកាសធាតុយ៉ាងម៉េចដែរអាកាសធាតុក្តៅអាកាសធាតុត្រជាក់ឬក៏មានព្រឺធ្លាក់ឬក៏មានពន្លឺថ្ងៃអញ្ចឹងយើងត្រូវប្រើឆ្លើយបែបនេះពេលយើងឆ្លើយបែបនេះយើងប្រើ it នៅខាងមុខយើងឆ្លើយ it is sunny ឬក៏ it is rainy ឬក៏ it is hot it is snowy it is windy តាមយើងឆ្លើយទៅតាមអាកាសធាតុដែលយើងរស់នៅនឹងចាអញ្ចឹង it's apostrophe s នេះគឺស្មើនឹង it is អូខេចាអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះយើងនឹងជួបគ្នានៅមេរៀនបន្តទៀត